លោកអាលីឡារីសានីអាចនឹងក្លាយជាអ្នកបន្តវេនពីលោកអាយ៉ាតូឡាអាលីខាមេនីមេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកនរណាជាអ្នកបន្តវេនពីលោកខាមេនីលោកអាលីឡារីសានីកំពុងក្លាយជាបេក្ខភាពសំខាន់សម្រាប់មុខតំណែងមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកជាអិសរាជជនមានដើមកំណើតពីត្រកូលសំខាន់មួយរបស់អ៊ីរ៉ង់លោកជារដ្ឋមន្ត្រីជាប្រធានសភាហើយជាច្រើនលើកឆោឈ្មោះជាបេក្ខជនប្រធានាធិបតីតែមិនជាប់ចាប់តាំងពីខែសីហាកន្លងទៅលោកកាន់ជាលើកទី2តំណែងយុទ្ធសាស្ត្រជាលេខាធិការក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិនោះជាតំណែងគន្លឹះដែលលោកត្រូវជំនួសជាប្រមុខនៃរដ្ឋអំណាចពេលដែលមានបញ្ហាអ្នកបន្តវេនលោកខាមេនីជាមេដឹកនាំកម្ពុជាកំពុងចោទសម្រាប់ពេលនេះនៅមិនទាន់មានអ្វីដែលអាចធានាថាលោកអាលីឡារីសានីអាចក្លាយពិតប្រាកដជាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ដែរពិសេសបំផុតគឺការយល់ព្រមរបស់កងឆ្មាំបដិវត្តន៍ដែលមានអានុភាពខ្លាំងអ្នកវិភាគខ្លះនិយាយថាលោករីសានីជាអ្នកធ្លាប់ចរចាជាមួយពួកលោកខាងលិចដែលមើលឃើញលោកជាអ្នកអភិរក្សនិយមកណ្ដាលមួយរូបប្រសិនបើអាមេរិកនិងអ៊ីស្រាអែលចង់សម្លាប់លោកនោះលោកក៏អាចស្លាប់ដូចអ្នកដទៃទៀតដែរតែអាមេរិកនិងអ៊ីស្រាអែលអាចទុកលោកសម្រាប់ពិភាក្សាគ្នានិងចរចាគ្នាបានទោះបីយ៉ាងណាការលើកឡើងនោះមិនត្រូវបានអ្នកវិភាគដទៃទៀតយល់ស្របតាមឡើយពិសេសបំផុតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចាត់ទុកលោករួចហើយថាជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិដែលពលរដ្ឋអ៊ីរ៉ង់មិនគាំទ្រព្រោះជាមនុស្សម្នាក់ចូលរួមក្នុងការបញ្ជាឲ្យបង្ក្រាបបាតកម្មក្នុងថ្លុកឈាមប្រភព RFI